បាទអញ្ញាតសូមគោរពទូរស័ព្ទដល់បងប្អូនទូរទស្សនិកជនដែលតែងតែនិយមតាមដានការផ្សាយរបស់ Package Plus New ណាមុននេះបន្តិចយើងទទួលបានព័ត៌មានថាមានការផ្ទុះអាវុធនៅទល់មុខនឹងសាលាស្រុកចន្ទ្រាហើយក៏មានអ្នករងរបួសម្នាក់ដែរមិនដឹងជាជនជាតិអីនៅទីស្នាមបាញ់នេះនឹងសង្ស័យឡានហ្នឹងគឺបទល្មើសអីទេបងប្អូនយើងណាហ្នឹងគឺនេះស្នាមបាញ់ស្នាមអីនេះទីតាំងនៅទល់មុខនឹងសាលាស្រុកចន្ទ្រាខេត្តស្វាយរៀងបងប្អូនយើងមកចាប់បានអ្នកអូននេះតែម្នាក់ដែរលុបបុះទៅណាខ្លះត្រូវកៃដៃត្រូវគ្រាប់អីអូបាញ់ទៅត្រឹមគ្រាប់ចឹងឯងត្រូវយកតាអ្នកចាប់បានហ្នឹងលុបបុះទៅណានេះបងយើងរូបភាពបន្ថែមនៅក្នុងក្រុម Telegram របស់យើងអាចចូលមើលក្នុងក្រុម Telegram ឃើញហើយក្រុមការងារបានដាក់ចូលហើយនេះគឺនេះស្នាមនេះគឺគ្រក់កំភ្លើងបាទនេះស្នាមគ្រក់កំភ្លើងនេះហ្នឹងហើយសូមបញ្ជាក់ទីតាំងម្ដងទៀតគឺនៅសាលាស្រុកទល់មុខនឹងសាលាស្រុកចន្ទ្រាទីរួមស្រុកចន្ទ្រាតែម្ដងស្រុកចន្ទ្រាខេត្តស្វាយរៀងបងប្អូនយើងនេះ